យើងមិនអាចយកឈ្នះពួកគេនៅលើសមរភូមិបានទេទោះយើងមានអាវុធទំនើបជាងក៏ស្មារតីស្នេហាជាតិរបស់ពួកគេរឹងមាំដូចថ្មភ្នំអញ្ចឹងបើកម្លាំងខាងក្រៅមិនអាចបំបត្តិបានយើងត្រូវតែបំផ្លាញពីខាងក្នុងសង្គ្រាមដ៏ល្អបំផុតគឺជាសង្គ្រាមដែលសត្រូវមិនដឹងថាយើងកំពុងតែច្បាំងយើងនឹងមិនសម្លាប់ពួកគេដោយគ្រាប់កំភ្លើងទេតែយើងសម្លាប់ពួកគេដោយស្លាបព្រាយើងនឹងបញ្ចេញសារធាតុគីមីពិសេសម្យ៉ាងដែលផ្សំក្នុងចំណីអាហារភេសជ្ជៈនិងបង្អែមដែលមានតម្លៃថោកនិងមានរូបរាងទាក់ទាញសារធាតុនេះនឹងមិនសម្លាប់មនុស្សភ្លាមៗទេតែវាជ្រាបចូលយឺតបំផ្លាញទៅខាងក្នុងបន្តិចម្ដងទី1វាបំផ្លាញសតិបញ្ញាសារធាតុគីមីនឹងជ្រាបចូលទៅក្នុងប្រព័ន្ធសរសៃប្រសាទបំផ្លាញកោសិកាខួរក្បាលយឺតជាពិសេសចំពោះកុមារពួកគេនឹងក្លាយជាមនុស្សចំនួនក្រោយដែលខ្សោយសតិបញ្ញានិងរៀនមិនចូលគិតក៏មិនបានវែងឆ្ងាយទី2បំផ្លាញសុខភាពសារធាតុនេះនឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយងាយនឹងកើតជំងឺប្លែកៗជំងឺមហារីកនិងជំងឺរ៉ាំរ៉ៃផ្សេងទី3គឺកាត់បន្ថយអាយុជីវិតជាចុងក្រោយអាយុសង្ខាររបស់ប្រជាជនខ្មែរនឹងខ្លីជាងមុនជាតិសាមួយដែលពោពេញដោយអ្នកជំងឺនិងមនុស្សខ្សោយបញ្ញាតើនឹងអាចការពារទឹកដីរបស់ខ្លួនបានដោយរបៀបណាសំទោសលោកម្ចាស់តើនេះព្រៃផ្សៃពេកទៅដឹងគោលដៅរបស់យើងគឺកុមារពួកគេគ្មានទោសអ្វីទេកុមារថ្ងៃនេះជាទាហាននៅថ្ងៃស្អែកកុមារថ្ងៃនេះនឹងក្លាយជាថ្នាក់ដឹកនាំនៅថ្ងៃស្អែកបើចង់កាប់ដើមឈើត្រូវតែកាប់ទាំងឫសភាពមេត្តាគឺជាភាពទន់ជ្រាយដែលយើងមិនអាចមានបានទេយល់ទេបាទលោកម្ចាស់ខ្ញុំយល់ហើយបាទផែនការនេះល្អឥតខ្ចោះវាជាការវិនិយោគរយៈពេលវែងយើងមិនចាំបាច់ចំណាយគ្រប់កំភ្លើងសំបីតែមួយគ្រាប់តែក្នុងរយៈពេល20ឆ្នាំទៀតពួកគេនឹងប្រគល់អនាគតប្រទេសជាតិរបស់គេឲ្យមកយើងដោយខ្លួនឯងចាប់ផ្ដើមអនុវត្តចុះលោករដ្ឋមន្ត្រីតែឥឡូវនេះប្រជាជនខ្មែរបានពេលការជប់ប្រើផលិតផលរបស់យើងហើយតើយើងត្រូវធ្វើដំណេចទៅបាទមែនហើយលោករដ្ឋមន្ត្រីបន្ទាប់ពីមានចំនួនព្រំដែនលើកចុងក្រោយនេះពួកគេហាក់ដូចជាស្អប់យើងខ្លាំងណាស់អើយដែលបានប្រមាណខ្យល់ទេបើគេចេះឈឺចាប់យូរបន្លែទឹកដីរបស់គេមិនបានមកដល់យើងច្រើនដល់ម្លឹកដែរខ្មែរជាជាតិសាសន៍មួយដែលឆាប់ភ្លេចការតាំងចិត្តរបស់ពួកគេមិនខុសពីភ្លើងចម្បាំងនោះទេឯងចាំមើលចុះយ៉ាងច្រើន6ខែទៅ1ឆ្នាំនៅពេលដែលបញ្ហាព្រំដែនស្ងប់ស្ងាត់ទំនុំរបស់ពួកគេក៏រលាយដែរហើយពួកគេនឹងនឹកឃើញរសជាតិទំនិញរបស់យើងមិនខានពេលនោះហើយគឺជាឱកាសរបស់យើងនៅពេលនេះស្មារតីស្នេហាជាតិរបស់ប្រជាជនកម្ពុជាបានផុសផុលមិនថាតែនៅទីក្រុងឬនៅជនបទតែធ្វើពីហេតុការណ៍ជប់ប្រាទំនិញចោលឆ្លៀនពៀននៅពេលនេះធ្វើឲ្យសេដ្ឋកិច្ចខ្មែរទោះឡើងគួរឲ្យមានមោទនភាពបំផុតម៉ាក់ពេញនំនេះឲ្យកូនមកហេអានោះបោះសៀមទីកូនណានេះម៉ាក់អាយ៉ាជិះចុះបន្លែគូសំនេះបងតក្រផងបងមើលបន្លែស្រស់សិនអីអានឹងយកមកពីសៀមហ៎បងបន្លែបោះសៀមស្រស់ដល់ហើយនេះឯងស្លឹងមើលអីគេហ្នឹងអើយគ្នារករបស់សៀមដុតឃើញមានអញ្ចឹងអូនអើយរបស់សៀមស្អែកនាំចូលមកឲ្យអូនបងឲ្យបានថៃចូលស្តុកនៅបងមានអូនមានទៅមកពីម្សិលមិញនឹងអញអូនអូយមានបញ្ចុះតម្លៃពិសេសហើយមានរង្វាន់ទៀតណាអូនសូមអបអរលោកឧត្តមសេនីយ៍ពេលនេះនាងខ្ញុំទទួលដំណឹងថាប្រជាជនខ្មែរកំពុងតែបាក់ទឹកបាក់ដីមកប្រាប់ផលិតផលយើងវិញហើយចាការព្យាករណ៍របស់លោកឧត្តមសេនីយ៍ពិតជាមិនខុសមែនលោកឧត្តមសេនីយ៍បាននិយាយថា6ខែទៅ1ឆ្នាំឥឡូវមិនទាន់ដល់ផងគ្រាន់តែបញ្ហាព្រំដែនស្ងប់តែបន្តិចសោះពួកគេក៏ត្រឡប់មកវិញនេះគឺជាដំណឹងដែលគួរឲ្យរីករាយណាស់ចាំមើលតែ20ឆ្នាំទៀតយើងនឹងសើចឲ្យយះមាត់តែម្ដងមើលទៅប្រហែលជាមិនដល់20ឆ្នាំទេដឹងលោកប្រធានព្រោះថាអាជីវករខ្មែរមួយចំនួនឃើញអូយខំប្រឹងល្បិចគ្រប់យ៉ាងដើម្បីបានតំណែងយើងយកទៅលោករឿងនេះគេមិនអាចបន្ទោសយើងបានទេពីព្រោះតែគេលឹងងងដោយខ្លួនឯងចុះវាមិនអាចរួចទេអត្រាកុមារមានបញ្ហាក្នុងការរៀនសូត្រនិងអត្រាអ្នកកើតជំងឺមហារីកឡើងកើនឡើងខុសប្រក្រតីជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនវាដូចជាមិនសមហេតុផលទៅសោះនេះវឌ្ឍនាអមយាយក្មួយឮសូរថាអត់ស្រួលខ្លួនទេមិនដឹងទេបងអើយមួយរយៈនេះវាភ្លេចភ្លាំងច្រើនណាស់រៀនក៏មិនសូវចាំដូចមុនគ្រូនៅសាលាក៏ល្អូនឹងវាដែរចុះអាការៈរបស់វឌ្ឍនាយ៉ាងម៉េចដែរបងវាដូចជាផ្លែកអូនផ្លឹកហៅ10ម៉ាត់អត់ចង់លឺទេណាចុះនំកញ្ចប់នេះបងឲ្យវឌ្ឍនាញ៉ាំពីកាលដែរបងឥឡូវឬក៏យូរហើយទេនំនេះបងដូចជាឲ្យអូនញ៉ាំយូរដែរហើយវាកើតអីមែនអូនខ្ញុំគិតថាលោកគ្រូពេទ្យវិចិត្រកន្ទិនអាស្រន់ស្លោពេករឿងក្មួយលោកគ្រូឈឺជួនកាលវាគ្រាន់តែជាជំងឺកាត់ឡើងទៅតាមរដូវកាលតែប៉ុណ្ណោះខ្ញុំនៅតែជឿជាក់ថាបញ្ហាខុសប្រក្រតីខាងលើនេះគឺបណ្ដាលមកពីចំណីអាហារដែលយើងនាំចូលមកនឹងឯងរឿងនេះមិនមែនជារឿងតូចតាចទេលោកវិចិត្រជួនកាលវាអាចធ្វើឲ្យប៉ះពាល់ទំនាក់ទំនងការទូតជាថ្មីក៏ថាបានដែរណាខ្ញុំដឹងលោកប្រធានក៏ប៉ុន្តែនេះគឺជាអាយុជីវិតរបស់ប្រជាជននិងជាអនាគតរបស់កូនចៅយើងចំនួនក្រោយលោកប្រធានឥឡូវចេះលោកទៅរកផតតាំងឲ្យបានសិនមកណាទៅរកផតតាំងឲ្យបានសិនមកហើយចាំមកជួបខ្ញុំអូខេបាទលោកប្រធានបាទអរគុណលោកប្រធានគ្មានឃើញអ្វីសោះលោកវិជ្ជបណ្ឌិតការធ្វើតេស្តរាប់សិបលើកដោយប្រើវិធីសាស្ត្រស្តង់ដារមិនបានបង្ហាញអ្វីខុសប្រក្រតីទេសំណាក់ទាំងអស់ស្អាតតាមបច្ចេកទេសប៉ុន្តែនាងខ្ញុំអស់លទ្ធភាពហើយលោកគ្រូពេទ្យអ្នកទាំងអស់គ្នាត្រូវស្ដាប់ខ្ញុំពួកគេខំប្រឹងលាក់យើងសម្បើមណាស់តែយើងមិនត្រូវចោទចាញ់ចរិតខាតយើងត្រូវតែប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដើម្បីវិភាគរកមើលខ្មោចដែលគេខំប្រឹងលាក់ទុកទាំងនោះ
ឥឡូវអ្នកទាំងអស់គ្នាមានតែការតស៊ូស៊ូទាំងអស់គ្នាអ្នកទាំងអស់គ្នានេះហើយគឺជាអាវុធជីវសាស្ត្រដែលកំពុងតែសង្ងំលាក់ខ្លួនបំផ្លាញអាយុជីវិតរបស់ប្រជាជនយើងណាព្រះអើយវាគួរខ្លាចណាស់សារធាតុនេះមិនមាននៅក្នុងបញ្ជីសារធាតុគីមីសកលទេរចនាសម្ព័ន្ធម៉ូលេគុលរបស់វាត្រូវបានរចនាឡើងយ៉ាងប៉ិនប្រសប់ពួកយើងទាំងអស់គ្នារៀបចំឯកសារដើម្បីបញ្ជូនទៅថ្នាក់លើនេះមិនត្រឹមតែជាបញ្ហាសុខភាពសាធារណៈធម្មតាទេនេះគឺជាការប្រកាសសង្គ្រាមដោយគ្មានផ្សែងត្រឹមត្រូវណាស់លោកប្រធានយើងមិនអាចបណ្តែតបណ្ដោយបានជាដាច់ខាតលោកពេទ្យជាវិចិត្រសូមលោកធ្វើសន្និសីទកសែតមួយជាបន្ទាន់បាទលោកប្រធានបាទអរគុណលោកប្រធានបងប្អូនខ្មែរជាទីគោរពសត្រូវមិនដែលឈប់ចង់បានទឹកដីយើងទេពេលនេះសមរភូមិបានផ្លាស់ប្ដូរពីព្រំដែនមកដល់ចានបាយនៅក្នុងផ្ទះរបស់យើងម្នាក់ៗហើយពួកគេចង់ឲ្យកូនយើងល្ងងខ្លៅចង់ឲ្យយើងខ្សោយនិងស្លាប់មុនអាយុសូមបងប្អូនមេត្តាប្រុងប្រយ័ត្នកុំលោភលន់នឹងរបស់តម្លៃថោករហូតភ្លេចគិតពីសុខភាពនិងអនាគតកូនចៅសូមងាកមកគ្រប់គ្រងផលិតផលខ្មែរបន្លែត្រីសាច់ដែលដាំដុះដោយកសិករខ្មែរអាចមិនមានសម្បកវិខ្ចប់ស្អាតតែវាមានសុវត្ថិភាពនិងពោពេញទៅដោយសេចក្តីស្រឡាញ់របស់ជនរួមជាតិយើងកម្លាំងរបស់ជាតិគឺស្ថិតនៅលើសុខភាពនិងបញ្ញាញាណរបស់ប្រជាជនកុំឲ្យសត្រូវឈ្នះសង្គ្រាមដោយសារតែការធ្វើប្រហែសរបស់យើងនៅលើចានបាយឡើយហើយដឹងស្អីទេផ្សាយខ្ញុំញ៉ាំអាហារថៃមួយជីវិតឯងឃើញមានកាត់អីផងអើយនេះឯងនោះទល់តែឃើញក្តាមមឈូសបានសក់តែភ្នែកអ្នកអើយខ្ញុំទៅផ្សារទិញបានអីវ៉ាន់ថៃច្រើនណាស់ថ្ងៃនេះអូគេចូលស្តុកថ្មីឯនេះអើយនិយាយទៅយើងមិនដឹងជាមនសិការស្អីទេមកសង្គ្រាមគេចប់ទៅហើយដែរមែនហើយអើយតែយើងធ្វើល្អគេក៏ល្អនឹងយើងវិញដែរហើយគិតយ៉ាងម៉េចទេប្រជាជនខ្មែរយើងឥឡូវអត់គិតពីវិរៈកងទ័ពជួបមកដែលខំពាក់លីជីវិតដើម្បីការពារជាតិមាតុភូមិសោះអើយអ្នកអើយចឹងបានគេថាគេឌីលយើងវាមិនខុសមែនណាអ្នកយើងវាដូចភ្លើងចម្បាំងមែនណាឆ្ងាញ់ណាស់របស់គេហើយថ្ងៃនេះដាច់មកអត់មានមកគ្រាប់សោះព្រោះតែម្នាក់គុំត្រូវតែរបស់ចៅមកអ្នកអើយទៅវិញទៅណារោងចក្រយើងបិទហើយមែនហើយតោះទៅវិញទៅទោះបីជាយើងនៅក៏រោងចក្រយើងមិនបានបើកវិញដែរ The number of infected people has increased significantly. តែនៅនៅឡើងខ្លួនដែរគិតយ៉ាងណាទេលោកគ្រូពេទ្យជួយកុំខ្ញុំផងលោកគ្រូពេទ្យមិនអីទេចាំលោកគ្រូជួយលោកគ្រូពេទ្យខ្ញុំប្រចាំលបងឯងមករយៈសិនសង្ឃឹមតែខ្ញុំមានលុយយកមកលោះវិញណាលបងព្រោះតែអាហាររបស់ចៅធ្វើឲ្យចៅយើងស្លាប់តើវាដល់ចៅហ្នឹងស្លាប់ជាដំណឹងដ៏រីករាយនៅពេលនេះស្ថានភាពអ្នកជំងឺបានថយចុះគួរឲ្យកត់សម្គាល់ប្រជាជនខ្មែរ 100% បានងាកមកប្រើផលិតផលខ្មែរគ្រប់គ្នាពិតជាចម្លែកណាស់លោកដុកទ័រទើបតែអនិច្ចកម្មទៅកាលពីអាទិត្យមុនដោយជំងឺដាច់សរសៃឈាមខួរក្បាលហើយឥឡូវនេះលោកឧត្តមសេនីយ៍ក៏ឈឺម្នាក់ទៀតគ្រាន់តែដឹងថាខាងកម្ពុជាបានដឹងល្បិចលោកឧត្តមសេនីយ៍ក៏ឈឺធ្ងន់ភ្លាមអើយពិតជាអាណិតលោកណាស់មែនហើយគួរឲ្យអាណិតលោកណាស់មិននឹកស្មានថាផែនការត្រឡប់ចាក់ចឹងសោះហើយខំសង្ឃឹមថាប្រជាជនខ្មែរចូលនទាក់យើងទៅហើយតែឥឡូវចប់បាត់ការឈឺចាប់បានបង្រៀនយើងការវិនិច្ឆ័យបានដាស់យើងការភ្លេចភ្លាំងមួយគ្រាបានបដូរមកវិញនឹងការឈឺចាប់មួយចំនួនសត្រូវអាចបំផ្លាញសុខភាពយើងបានមួយចំនួនតែពួកគេមិនអាចបំផ្លាញស្មារតីយើងជារៀងរហូតបានទេយើងធ្លាប់ភ្លេចម្ដងរួចមកហើយតែលើកនេះយើងនឹងចងចាំមេរៀនដែលស្រោចដោយឈាមនិងទឹកភ្នែកទុកក្នុងខួរក្បាលរបស់យើងបញ្ញាថានឹងមិនឲ្យប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះកើតមានឡើងជាលើកទី2ជាដាច់ខាតនៅលើដីសវណ្ណភូមិនេះកៅដឹងទេត្រីនេះមកពីកសិដ្ឋានរបស់ពូសុកនៅឯភូមិយើងហើយបន្លែនេះមកពីសួនរបស់មីងធីតាអង្ករនេះមកពីស្រែរបស់យើងផ្ទាល់ណាចៅខ្ញុំដឹងលោកតាអ្នកគ្រូនៅសាលាប្រាប់ថាអាហារនីមួយៗដែលយើងញ៉ាំគឺជាការបោះឆ្នោតឲ្យអនាគតប្រទេសជាតិចៅនិយាយត្រូវហើយកាលពីចំនួនតាមនុស្សជាច្រើនបានបោះឆ្នោតខុសពួកគេបានបោះឆ្នោតឲ្យរសជាតិឆ្ងាញ់មួយពេលនិងតម្លៃថោកមួយគ្រារហូតស្ទើរតែបាត់បង់អនាគតមួយចំនួនការឈឺចាប់នោះវាបានខ្លាចជាមេរៀនដែលត្រូវបង្រៀនកូនចៅតរៀងទៅនៅតាមសាលារៀនគ្រប់កម្រិតមុខវិជ្ជាសុវត្ថិភាពស្បៀងអាហារបានខ្លាចជាមុខវិជ្ជាកាតព្វកិច្ចនៅថ្ងៃខួបមរណភាពរបស់លោកវិជ្ជបណ្ឌិតជាវិចិត្រគេប្រារព្ធទិវាជាតិនៃការដឹងគុណចានបាយខ្មែររឿងរ៉ាវនៃសង្គ្រាមត្រជាក់លើចានបាយមិនមែនគ្រាន់តែជាប្រវត្តិសាស្ត្រនៅក្នុងសៀវភៅទេតែវាបានក្លាយជាផ្នែកមួយនៃឈាមជ័ររបស់ខ្មែរចំនួនថ្មីពួកគេយល់យ៉ាងច្បាស់ថាការការពារព្រំដែនពិតប្រាកដគឺចាប់ផ្ដើមពីចានបាយនៅក្នុងផ្ទះរបស់ពួកគេម្នាក់ៗកាត់ថ្មចំណាំកូនខ្មែរត្រូវចាំឈប់គុំចូលចោលរាប់រយឆ្នាំហើយគេមិនថយក្រោយលើកទ័ពចូលមកឲ្យយើងតិចទីវីរៈជនពលីប្រទេសជាតិវឹកវរវាដែលកុហកពីថាយើងនេះទេអ្នកធ្វើព្រៀងកូនសំដែងគូលអបសបផ្សាយបន្តឲ្យគេអាណិតតែបនមិនជួយដូចឲ្យសង្កត់បំហាញការពិត